ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាបងប្អូនថ្ងៃនេះគឺពូរបស់ខ្ញុំគាត់បានទិញលៀសមកឲ្យបងប្អូនហើយធំល្អណាស់ហើយក៏នឹកឃើញចង់ឆាវាបងប្អូនទាំងគ្នាហើយមានន័យថាលៀសនេះគឺ3កំប៉ុងបងប្អូនទាំងគ្នាយើងក៏ច្រាំខ្ទឹមច្រាំអីមកបងប្អូនយើងដូចតែឆាសាច់យើងអីធម្មតាទេបងប្អូនទាំងគ្នាឆាលៀសយើងនិយាយទៅគឺឆ្ងាញ់ណាស់បងប្អូនទាំងគ្នាសារវាធំហើយសាច់វាឡើងពេញហ្មងនេះយើងដាក់ខ្ទះដាក់អីឲ្យក្តៅមកចាក់ប្រេងឆាដាក់ខ្ទឹមដាក់អីចូលបំពងឲ្យក្រហមមកបងប្អូនទាំងគ្នានេះខ្ញុំប្រើស្ករសបងប្អូនយើងប្រលីងវាឈ្ងុយមកចូលទៅចូលមកបន្ទាប់ពីវាឈ្ងុយហើយបងប្អូនទាំងគ្នាគឺយើងធ្វើការចាក់ទឹកត្រីចូលបងប្អូនដើម្បីកុំឲ្យវាខ្លោចខ្ទឹមនឹងអញ្ចឹងណានេះខ្ញុំចាក់ទឹកត្រីចូលបងប្អូនទាំងគ្នាចាក់ទឹកត្រីចូលរួចហើយយើងចូលទៅចូលមកបន្តិចបងប្អូនទាំងគ្នាហើយដាក់ប្រេងខ្យងដាក់អីចូលមកបងប្អូនឲ្យវាឈ្ងុយអញ្ចឹងឲ្យចាប់ជាតិគ្នាអញ្ចឹងបងប្អូនហើយយើងចាក់លៀសយើងចូលទៅឆាទៅឆាមកឆាទៅឆាមកថែមប៊ីចេងថែមស្ករថែមអំបិលអីតាមនឹងបងប្អូនទាំងគ្នារួចហើយយើងចូលវាទៅចូលមកឲ្យវាយើងវាហាមកវាឆ្អិនល្អអញ្ចឹងបងប្អូនពេលដែលវាឆ្អិនល្អអីសពគ្រប់បងប្អូនទាំងគ្នាយើងបន្ថែមជាមួយនឹងស្លឹកខ្ទឹមបងប្អូនទាំងគ្នាដើម្បីឲ្យវាមានក្លិនឈ្ងុយហើយមកទៅវាតំណងអញ្ចឹងបងប្អូនទាំងគ្នានេះបងប្អូនយើងឆាវាទៅឆាមកយើងប្រើភ្លើងតិចតិចបងប្អូនទាំងគ្នាកុំប្រើភ្លើងខ្លាំងពេកទេកន្លែងហ្នឹងដើម្បីលៀសយើងគឺវាឆ្អិនល្អបងប្អូនលៀសហ្នឹងនិយាយទៅហាលក៏ឆ្ងាញ់ដែរសារតែវាធំមែនតើហ្មងហើយសាច់ទាំងណានឹងពេញបងប្អូនទាំងគ្នាហើយនេះគឺជាស្លឹកខ្ទឹមដែលខ្ញុំបានហាន់ហើយសម្រាប់ដាក់ពីលើបងប្អូនទាំងគ្នាហើយនេះវាហាមកឆ្អិនហើយយើងបិទក្រាបអត់អីទេបងប្អូនដាក់រួយលើខ្ទឹមអីទៅយើងហូបបានដែរបងប្អូនទាំងគ្នានេះទៅតំណងបងប្អូនហើយហាលក៏ឆ្ងាញ់ប៉ុន្តែដោយសារតែមួយថ្ងៃហ្នឹងវាអត់សូវមានក្តៅអញ្ចឹងខ្ញុំក៏ឆាវាទៅបងប្អូននោះណាសាច់ឡើងពេញបុកហ្មងបងប្អូនទាំងគ្នានិយាយទៅគឺឃ្លានទៀតបងប្អូនគឺតំណងវាធំពេកអញ្ចឹងហើយដាក់លក្ខខ្ទឹមអីចូលទៅបងប្អូនងាយស្រួលហើយឆាប់បានញ៉ាំហើយឆ្ងាញ់ទៀតបងប្អូនទាំងគ្នាអូតំណងមកលៀសធម្មជាតិបងប្អូនអាចសាកល្បងធ្វើបានណាអរគុណច្រើន